ឯកឧត្តមលោកជំទាវអនលោកលោកស្រីក្នុងនាមជាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គខ្ញុំសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់កម្ពុជាដើម្បីធ្វើការរួមគ្នាឲ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយគ្រប់ប្រទេសតាមដងទន្លេមេគង្គនិងប្រទេសជាដៃគូរបស់គណៈកម្មការទន្លេមេគង្គផ្សេងទៀតសម្ដៅពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការតំបន់និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គខ្ញុំមានជំនឿជាមុតមមថាដោយសារតែស្មារតីនៃកិច្ចសហប្រតិបត្តិការមិត្តភាពសាមគ្គីភាពព្រមទាំងភាពជឿទុកចិត្តគ្នាកាន់តែរឹងមាំនិងដោយមានស្មារតីទទួលខុសត្រូវរួមសម្រាប់អនាគតប្រកបដោយភាពចម្រុងចម្រើនរួមគ្នាក៏ដូចជាដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងចំណោមប្រទេសជាសមាជិកព្រមទាំងបន្តជួយគាំទ្រយ៉ាងពេញទំហឹងនឹងកិច្ចសហប្រតិបត្តិការពីដៃគូរបស់គណៈកម្មការទន្លេមេគង្គយើងនឹងអាចសម្រេចបាននៅវឌ្ឍនភាពធំជាច្រើនទៀតក្នុងជំហានកាន់តែសកម្មប្រកបដោយធម៌ពលសម្រាប់ជាប្រយោជន៍នៃវឌ្ឍនភាពសង្គមនិងភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាពនៃអាងទន្លេមេគង្គព្រមទាំងសម្រាប់បច្ចុប្បន្ននិងទៅអនាគត